mà ở rốt nâu prong pro con đôi son chỉ vật ấy bắt song khang mình đặng chia cát nâu tí là chỉ mình đâu phải bà cả chỉ mình lúc rửa tiếp đang pro sa thlai pruang skol hết khát nắng ta plot thang chiếc bạc bạn của ấy tung chim nâng ly mộng rụt cây cọng khu ăn cha về tình hết lăng nặng không sông khả mình đang ấy ngày nè nâng sáng nên ai pruang cam chính chẳng con anh có son nom khluôn ấy oi rung khát soi tục bung sốc không son đàm ông lúc ấy cũng phan không đứng đây ai lâu phèn tập bắt khép chúng băng bà tu sài dùng ấy pruang nực cốt dùng phục ba con lên oi luôn khuôn từ đó ấy ta tôn khôn phó quân ăn cha ơi ra sao về bát hồ từng phần rong trong thôn từ rạc cục quát không coi còn mình khen phó quân con khuôn lại khởi ta nhiệt khi đó cây bàiទឹកនំចំណៃទុកជូនដូនតាបរិភោគហើយកាមាគេបានថែគ្រប់គ្នាឈប់ស្លែកត្រឹមនេះមិននិយាយស្ដីពីពួងប្រែដែលកំព្រីយំសោបោកខ្លួនក្បែរវិរងទុកឲ្យវេទនាជាអាម៉ែកយកដៃគួងទ្រូងទូញយំថាអោ
ទូលរែកយប់ថ្ងៃឯអត់ដេកព្រមតែកូនអីលើផ្លត់ខ្លួនទៅជាប្រែតនេះគេបានស៊ីចាត់អត់នឹកនេះអោខ្លួនខ្ញុំហើយសែនវេទនាកំព្រីខ្លោចផ្សាឈឺចុកចាប់ហេតុនេះគួរគិតសង្វាយអសូរបាច់ពេកទេផ្ងាប់បាក់ស្រេកឃ្លានខ្លាំងណាស់ស្ទើរនឹងស្លាប់រៀបរាប់សាស័ព្ទស្រែកទូលថាអរកូនសម្លាញ់មាសឪពុករូបឪសោកទុកព្រោះកូនបាត់ឥឡូវបាត់កូននៅទីណាមិនឃើញញាត្រាមកនឹងគេអ្នកទាំងទេថារីឪពុកសោកទុកពុំសុខពោះរូបកូនបបាត់ជីវិតសត្វឲ្យស្លាប់កូនឲ្យស្លាប់សូន្យឲ្យតែរូបកូនបានសុខសាន្តឥឡូវដល់កម្មតាមមកដល់ឲ្យឪពុកពុំតែស្ដារសោយទុកពុំសុខក្នុងសន្តានគ្មានថ្ងៃស្រាក់ត្រាម្ដងណាស់កូនអើយសូមតាជាមនុស្សស្គាល់ខុសត្រូវកូនពៅគួរគិតដល់បៃតាស្រេកឃ្លានខ្លាំងណាស់ព្រោះអត់អាហារមិនដឹងថ្ងៃណានឹងបានហូបឡើយឥឡូវចិត្តដល់គម្រប់ថ្ងៃយំពុកបាលមកហៅឪពុកហើយអោកូនសម្លាញ់មានឪពុកអើយកូនអើយតើកូននៅទីណាបើមិននឹងឪសូមជួបបានហូបមួយម៉ាត់រស់អាហារស៊ូស្លាប់ទៅចុះប្រុសជីវ៉ាឪពុកអត់ថាទេកូនអើយឥឡូវតារកគ្រប់តែវត្តមិនឃើញមកសោះកូនទីសីឲ្យអស់សង្ឃឹមនឹងបានចំណេញអោកូនប្រុសស្រីឪពុកលាហើយប្រាច់ទូនទាំងអស់សង្ឃឹមតាំងពីព្រលឹមទួលព្រលប់ហើយទ្រូងប្រែតខែថប់អត់ដែរហើយម្លេះសម្លាញ់អើយខាងឃើញមុខរឿងនេះឈប់ស្លេះបន្តិចចុះអស់លោកស្រីប្រុសពិចារណាឃើញទេរឿងនឹងព្រោះណាព្រោះតែបុត្រានិងបុត្រីនាំឲ្យឪពុកកើតជាប្រែតដើមហេតុព្រោះតែនំចំណីរកស៊ីចិញ្ចឹមកូនប្រុសស្រីដល់ពេលខ្សិនខ្សៃរងទុកធ្ងន់បើសិនជាយើងកូនកតញ្ញូត្រូវតែគិតគូរពីរឿងគុណកុំយកទីមស្រាធ្វើស្រែបុណ្យប្រយ័ត្នជាធ្ងន់ជាងខ្មោចឪខែខ្ញុំដាក់បិណ្ឌមករកបានរៀបចំឲ្យស្អាតមហូបចំណីបានសុគលឧទ្ទិសដល់តាយាយញាតិមិត្តប្រុសស្រីដែលចែកឋានឲ្យគាត់បានហូបចំណីនំដែលធ្វើផ្ដល់ដៃយ៉ាងចំណានហូបហើយកាលណាឲ្យពរបានសួស្ដីសុខសាន្តដល់កូនចៅរឿងនេះបើសិនជាអស់លោកណាដែលមានប្រាជ្ញាបានបំពេញផលនោះនឹងជូនដល់យើងវិញសោយសុខពោពេញដល់និព្វានហើយឈប់ស្លេះសង្ខេបដោយវិចារខ្ញុំពេជ្រសុខាសូមលើកដៃអភ័យអត់ទោសញាតិទាំងប្រុសស្រីខ្ញុំសូមបញ្ចប់ខ្លីតែប៉ុណ្ណេះ